សុខសប្តីប្រិយមិត្តថងតាជាទីមេត្រីខ្ញុំសំបចគីថ្ងៃនេះខ្ញុំមានឱកាសមកជជែកលេងជាមួយនឹងបងអូនស្រីធីរីបងប្អូននឹងបានទស្សនានៅវីដេអូឃ្លីបរបស់បងធីរីនៅក្នុង channel របស់ Facebook page របស់គាត់ហើយនៅក្នុង Talk and Tell ខ្ញុំនឹងមានវីដេអូបន្តទៀតពាក់ព័ន្ធនឹងការនិយាយអំពីអ្វីដែលគាត់ចង់និយាយក៏ពិតធីរីជាម្ដាយហើយក៏ជាភរិយាដែលមានបទពិសោធន៍ហេតុអីបានធីរីចែករំលែកនៅវីដេអូឃ្លីបមួយដែលមាន content មួយឈ្មោះថាការជឿជាក់ទៅលើខ្លួនឯងសួស្តីបងខ្ញុំឈ្មោះសិនសុធារីតែនិកនេះរបស់ខ្ញុំគឺទីមីអញ្ចឹងរីករាយដែលបានជួបបងថ្ងៃនេះបើបងឲ្យពេលខ្ញុំ5នាទីខ្ញុំនឹងនិយាយអ្វីដែលមាននៅក្នុងចិត្តគឺខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែរគឺមកដល់ថ្ងៃនេះគឺខ្ញុំមានចំណុចមួយដែលអាចនិយាយបានថាជួយនៅកម្លាំងចិត្តខ្លាំងមែនតើគឺការជឿជាក់អញ្ចឹងពីដើមមកមនុស្សយើងដើរមកដល់ផ្លូវនេះគឺជួបបញ្ហាជួបឧបសគ្គជួបរឿងហើយជាច្រើនអាចថាបាត់បង់ក៏មានការភពប្រសពនឹងទ្រព្យល្អក៏មានប៉ុន្តែវាកើតចេញពីការជឿជាក់ទាំងអស់អញនិយាយថាថ្ងៃនេះបើសិនជាខ្ញុំបាត់បង់គ្រប់យ៉ាងប៉ុន្តែសុំតែម្យ៉ាងគឺឲ្យខ្ញុំមានការជឿជាក់នៅក្នុងខ្លួនមានន័យថាការជឿជាក់ហ្នឹងគឺជាការដែលជឿជាក់ពីក្នុងមិនមែនការជឿជាក់នៅលើមាត់អ្នកដទៃនិយាយបើសិនជាបើយើងមានការជឿជាក់ពីខាងក្នុងមកហើយតឲ្យអ្នកខាងក្រៅនិយាយថាយើងធ្វើអត់បាននិយាយថាយើងអត់ល្អនិយាយថាយើងបែបណាក៏ដោយយើងនៅតែមានចំហររឹងមាំជានិច្ចអញ្ចឹងអាចំហររឹងមាំនោះដែលអាចធ្វើឲ្យយើងដើរទៅមុខបានរហូតចំណុចហ្នឹងដែរតាំងពីដើមមកពីក្មេងមកយើងអត់ទាន់យល់ថាយើងស្អីតែការជឿជាក់ហ្នឹងឯងយើងអត់ទាន់មានទេប៉ុន្តែវាកើតចេញពីការស្វែងយល់ដោយការអានសៀវភៅការពង្រឹងទឹកចិត្តហើយការអានសៀវភៅធ្វើឲ្យយើងមានចំណេះដឹងធ្វើឲ្យយើងមានការគិតហើយអាការគិតហ្នឹងដែរក៏ធ្វើឲ្យយើងជឿថារឿងហ្នឹងជារឿងដែលល្អយើងអាចថ្លឹងថ្លែងបានអញ្ចឹងបើសិនជានិយាយទៅវាតគ្នាមានន័យថាវាភ្ជាប់គ្នាអ្វីដែលយើងជឿខ្លួនឯងហ្នឹងលុះត្រាមកដែលយើងមានចំណេះដឹងដែរបើសិនជាយើងអត់មានចំណេះដឹងចឹងយើងអាចថាចិត្តយើងនឹងទន់តោទៅតាមបញ្ហាទៅតាមអ្នកដទៃទៅតាមអីជាច្រើនតែនៅពេលដែលយើងមានចំណេះដឹងក្នុងខ្លួនយើងដឹងថាអានេះជារឿងខំត្រូវអានេះអត់ត្រូវទេហើយយើងអាចពង្រឹងខ្លួនឯងបាននៅក្នុងចំណុចនេះដែរខ្ញុំថ្ងៃនេះខ្ញុំនៅតែនិយាយដដែលថាមនុស្សយើងបើសិនជាមានការជឿជាក់ចេញពីក្នុងខ្លួនទោះបីជាភ្នំមួយក៏អាចរំលាយបានដែរហ្មងគឺបើសិនជាយើងបាត់បង់អីក៏ដោយបាត់បង់គ្រប់យ៉ាងបាត់បង់ទ្រព្យសម្បត្តិឬក៏បាត់បង់មនុស្សដែលនៅជុំវិញខ្លួនឬក៏មនុស្សជាទីស្រឡាញ់ក៏ដោយប៉ុន្តែសូមឲ្យយើងមានជំនឿចិត្តយើងមានជំនឿចិត្តយើងនឹងអាចដើរទៅមុខបានជានិច្ចខ្ញុំធ្លាប់មានចែកម្លែកមួយដែលខ្ញុំធ្លាប់ទៅរៀនវគ្គផ្សេងណាក៏គេមានវគ្គដែលគេចង់សាកល្បងយើងដែរថាយើងជាមនុស្សបែបណានៅពេលដែលគេឲ្យខ្ញុំធ្វើកិច្ចកម្មមួយឧទាហរណ៍ថាគេឲ្យខ្ញុំបោះបាល់ដើម្បីឲ្យចូលកន្ត្រកអញ្ចឹងគេដាក់បន្ទាត់ខាំងមួយហើយបោះបាល់ឲ្យចូលកន្ត្រកហ្នឹងខ្ញុំឈរនៅកន្លែងដែលខ្ញុំគិតថាខ្ញុំនឹងបោះចូលខ្ញុំឈរនៅចំភ័ញរបស់ខ្ញុំហើយតែមានមនុស្សជាច្រើនមកអស់ទាខ្ញុំថាគួរតែខិតមកខាងនេះបន្តិចទៀតគួរតែខិតមកខាងឆ្វេងបន្តិចទៀតដើម្បីបោះចូលដឹងតែចូលហ្មងបើសិនជាធ្វើតាមគេប៉ុន្តែកិច្ចកម្មមួយហ្នឹងខ្ញុំអត់ដឹងថាគេសាកល្បងយើងទេខ្ញុំក៏អត់សម្រេចចិត្តតាមអ្នកណាទាំងអស់គឺខ្ញុំសម្រេចចិត្តលើការមើលឃើញរបស់ខ្ញុំពេលដែលខ្ញុំសម្រេចចិត្តលើការមើលឃើញរបស់ខ្ញុំបោះហើយក៏ចូលហើយខាងគ្រូដែលគាត់បង្វឹកហ្នឹងគាត់បានចែករង្វាន់ឲ្យខ្ញុំហ្មងជាពិសេសដោយសារអីគាត់ថាអ្នកឯងមានផ្លូវចិត្តដែលមានជំនឿចិត្តខ្លួនឯងខ្លាំងអញ្ចឹងពីដំបូងឡើយខ្ញុំក៏អត់ដឹងថាខ្ញុំជាមនុស្សបែបហ្នឹងដែរចាគ្រាន់តែថាខ្ញុំចាប់ផ្ដើមដោយការអានសៀវភៅចាប់ផ្ដើមដោយការសិក្សាស្វែងយល់ពីមជ្ឈដ្ឋាននៃបទពិសោធន៍ផ្សេងយកមកអញ្ចឹងធ្វើ
ធ្វើចេះតែធ្វើតាមខ្លួនឯងប៉ុន្តែអត់ដឹងថាអូជំរឿចិត្តខ្លួនឯងនឹងជួយជាក់ខ្លួនឯងដល់ថ្នាក់ហ្នឹងឯងរហូតដល់ខ្ញុំឆ្លងកាត់វគ្គហ្នឹងហើយក៏បានទទួលរង្វាន់ហើយក៏បានទទួលការ feedback ពីគ្រូឬក៏គ្រូបង្វឹកហ្នឹងមកដែរអញ្ចឹងគឺធ្វើឲ្យខ្ញុំយល់ដឹងថាអូថាប៉ិតខ្ញុំមានអាហ្នឹងខ្ញុំមានអាការជឿជាក់ហ្នឹងដែលខ្ញុំអាចទម្លុះឧបសគ្គមកបានជាច្រើនជាចុងក្រោយខ្ញុំចង់ផ្ដាំផ្ញើជាពិសេសស្ត្រីបើមិនថាបងប្អូនស្ត្រីដែលជួបបញ្ហាវិបត្តិគ្រួសារឬក៏បាត់បង់អ្វីគ្រប់យ៉ាងក្នុងខ្លួនទេសូមឲ្យបងប្អូនទាំងអស់គ្នាមានការជឿជាក់ហើយជំរុញខ្លួនឯងឲ្យទៅមុខបន្តទៀតអូខេបងប្អូនកុំភ្លេចណាលើកក្រោយធារីប្រាប់ឲ្យថានឹងមានវីដេអូបន្តទៀតអញ្ចឹងដើម្បីជាការលើកទឹកចិត្តសូមកុំភ្លេចចុច like comment share subscribe ដល់វីដេអូនេះមួយផងបាទអរគុណបាយបាយជំរាបលា